សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងមួយដែលមានចំណងជើងថា Motorcycle 100មកធ្វើការសង្ខេបជូនទស្សនាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយនឹងជួយចែក like និង comment ពីល្អៗបានច្រើនខ្សែរឿងចាប់ផ្ដើមជាមួយនឹងម្ដងម្នាក់ឈ្មោះ Reagan គាត់មានក្រុមហ៊ុនតូចមួយដែលបម្រើសេវាកម្មខាងកម្ចាត់ព្រលឹងខ្មោចប៉ុន្មានថាការងារតាក់ទងជាមួយនឹងព្រលឹងខ្មោចគឺជារឿងអបិយជំនឿមានអ្នកខ្លះជឿអ្នកខ្លះក៏មិនជឿអញ្ចឹងតែប៉ុន្តែ Reagan ប្រកាសសម្ដីហើយនឹងប្រកាសសម្ដែងណាទោះបីជាអ្នកមិនជឿក៏គាត់និយាយបន្លាចតទៅជឿដែរថ្ងៃមួយមានសោសាមកគូបានអពឹង Reagan ឲ្យជួយកម្ចាត់ព្រលឹងខ្មោចដែលមកយាយីការយកសោតរបស់ពួកគេឲ្យយកសោតអាក្រក់រាល់ថ្ងៃហើយរឿងនឹងកើតឡើងតាមពីពួកគេដើរកាត់ផ្ទះចំណាស់ដែលគេបោះបង់ចោលមួយបន្ទាប់មក Reagan ហើយនឹងសោសាមកគូនោះបាននាំគ្នាទៅពិនិត្យមើលផ្ទះមួយនោះ Reagan ក្លាហានណាស់គាត់អត់ខ្លាចខ្មោចទេប៉ុន្តែគាត់ខ្លាចសត្វកន្លាតអតិថិជនរបស់គាត់គិតថា Reagan នឹងគឺជាមនុស្សបោកប្រាស់តែប៉ុណ្ណោះគ្មានចេះស្អីទេនៅពេលនោះស្រាប់តែមានបល្ល័ង្កខ្មោចបារម្ភម្នាក់បានបង្ហាញខ្លួនពិតមែនធ្វើឲ្យសោសាមកគូនឹងមានការភ័យខ្លាចយ៉ាងខ្លាំងឃើញចឹង Reagan ក៏បានប្រើក្បាច់ពិសេសរបស់គាត់មួយគឺបាយអំបិលដើម្បីបដិញបល្ល័ង្កខ្មោចនោះប៉ុន្តែបល្ល័ង្កខ្មោចមួយនោះអត់ថ្លៃអំបិលទេដល់ពេលចឹង Reagan ក៏បានឲ្យអតិថិជនរបស់គាត់ហើយនឹងបល្ល័ង្កខ្មោចចាំមកផ្លែតសិនគាត់នឹងទេឲ្យកូនចៅរបស់គាត់ម្នាក់ទៀតឲ្យមកជួយហើយមិនយូរប៉ុន្មានកូនចៅរបស់ Reagan ម្នាក់នោះបានមកដល់គាត់មានឈ្មោះថា Mob ជាតួឯករបស់យើងនៅពេលដែលឃើញ Mob ជាកូនក្មេងហើយនឹងជាសិស្សសាលាជាងបល្ល័ង្កខ្មោចចោលមើលងាយគាត់ប៉ុន្តែ Mob គ្រាន់តែលាបាតដៃសោះបល្ល័ង្កខ្មោចនោះបានតែលេខសោះចេញពីទីនោះបានបន្ទាប់ពីចប់ការងារ Reagan ទទួលបានលុយយ៉ាងច្រើនពីអតិថិជនចំណែកមកវិញ Reagan បានចែកចម្លែកឲ្យគាត់តែប្រហែលកាក់តែប៉ុណ្ណោះ Reagan ប្រាប់មកថាមកពីបល្ល័ង្កខ្មោចនោះគឺជាបល្ល័ង្កខ្មោចកពេចអពកអញ្ចឹងមកលុយតិចចឹងហើយមករបស់យើងដែលមិនសូវជាឆ្លាតបានសួរ Reagan បែបឆោតថាបើសិនជាខ្មោចកពេចកប៉ុងអញ្ចឹងហើយគាត់មកធ្វើអីមិនក៏លោកគ្រូមិនកំចាត់មានឲ្យខ្លួនឯងទេដល់ពេលហ្នឹង Reagan បាននិយាយដល់សារថាធម្មពលរបស់គាត់ខ្លាំងណាស់បើសិនជាគាត់ប្រើប្រេផ្ដាស់អាចនឹងប៉ះពាល់ដល់អតិថិជនទៀត Reagan បាននិយាយបដៅមកថាមិនត្រូវប្រើធម្មពលពិសេសរបស់គាត់ទៅធ្វើបាបមនុស្សឡើយពិតមានថា Reagan បោកប្រាស់កម្លាំងពលកម្មរបស់មកប្រើប៉ុន្តែពាក្យទូមានព្រាមបដៅរបស់ Reagan សុទ្ធតែជាពាក្យល្អនៅយប់នោះពេលត្រឡប់ទៅដល់ផ្ទះវិញពេលមកអង្គុយញ៉ាំបាយជុំគ្នាជាមួយនឹងប៉ាម៉ាហើយនឹងប្អូនប្រុសរបស់គាត់មកបានធ្វើស្លាបព្រារបស់គាត់កោនដល់អចេតនាម៉ារបស់គាត់តែនៅស្ដីថាគាត់ជារឿយៗឲ្យរឿងធ្វើស្លាបព្រាកោននឹងប៉ុន្តែប៉ារបស់គាត់ហើយនឹងប្អូនប្រុសរបស់គាត់ឈ្មោះរីស៊ូតែងតែជួយនិយាយការពីគាត់ស្អែកឡើងមកបានទៅសាលារៀនដោយធម្មតាទៅតាមផ្លូវគាត់បានឃើញសិស្សស្រីដែលគាត់លួចក្រាស់ឈ្មោះស៊ូបមីឬនោះស៊ូបមីអត់ដឹងខ្លួនទេគឺមកលួចស្រឡាញ់គេតែម្នាក់ឯងដោយអ្នកមួយចំនួនដែលកំពុងមើលរឿងនឹងអញ្ចឹងពេលនេះយើងសូមមកដឹងគុណវិបត្តិខ្លះៗរបស់មកគឺទីមួយគាត់អត់សូវឆ្លាតរៀនអបកាយនោះទេហើយនឹងទីពីររាងកាយរបស់គាត់មានកម្លាំងខ្សោយលេងកន្លែងអីក៏មិនណៃឈ្នះគេដែរបន្ទាប់មកពេលគិងពីរៀនមកបានទទួលទូរស័ព្ទពី Reagan ប្រាប់ថាពួកគេមានការងារធ្វើកន្លែងដែលពួកគេត្រូវទៅនឹងគឺជាផ្លូវក្រោមដីមួយដែលល្បីថាមានខ្មោចឡោមខ្លាំង Reagan ប្រាប់ថាផ្លូវក្រោមដីនឹងគឺចុះប្រើយូរហើយដោយសារតែកាលពី30ឆ្នាំមុនមានអបតហេតុដែលបណ្ដាលឲ្យមនុស្សស្លាប់ជា20នាក់ក្នុងពេលតែមួយក៏សង្ស័យថានៅពេលនេះប្លង់ខ្មោចទាំងនោះជិះមកតាមចងពៀបន្ទាប់មកនៅពេលដែលពួកគេទៅដល់មេឃបានប្រែទៅជាខ្មៅងឹតទៅជាស្រាប់គួរឲ្យព្រឺឆ្អឹងខ្នងពេលនោះ Reagan បានដើរចូលដល់ផ្លូវក្រោមដីតែម្នាក់ឯងដូចជាក្លាហានណាស់បន្តិចក្រោយមកស្រាប់តែរត់ចេញទៅវិញឡើងបោះកញ្ញាភ័យផោអីផងស្ដីឲ្យមកថាមិនក៏មិនដើរតាមគាត់ហើយមកក៏និយាយទៅមុខស្មាថាខ្ញុំស្មានថាលោកគ្រូចាត់ការខ្លួនឯងបានគឺបានពេកហើយតែយើងចង់ឲ្យឯងទៅមើលហើយនឹងរៀនតាមយើងបន្តមកទៀតពួកគេបានដើរចូលទៅផ្លូវក្រោមដីនោះហើយនៅពេលដើរចូលបានជ្រៅបន្តិចមកមិនសួរ Reagan ថាលោកគ្រូមានអារម្មណ៍ដឹងថាមានខ្មោចអត់ហើយដល់ដឹងសោះថ្ងៃនេះចំរបស់លោកគ្រូផ្ដាសាយនិយាយទៅប៉ែ Reagan នឹងមានលេសតែរហូតនឹងពេលនោះមកបាននិយាយថានៅពេលនេះបល្ល័ង្កខ្មោចមកប៉តពួកគេជា20នាក់លុយអញ្ចឹង Reagan ក៏និយាយថាពួកខ្មោចកពេចកប៉ុងអញ្ចឹងទៅឲ្យមកចំណែកចាត់ការទៅមិនគាត់ធ្វើទេហើយក្រោយមកគណៈពេលដែលមកកំពុងតែចាត់ការពួកបល្ល័ង្កខ្មោច Reagan ក៏ព្យាយាមដាក់មេប្រូចេញពីទីនោះប៉ុន្តែសំណាងមិនល្អសោះគាត់បានទៅជួបជាមួយនឹងមេធំហាត់ចាំយីទេមេធំនោះក៏បាក់ការវាយប្រហារទៅលើ Reagan សំណាងល្អបានមកជួយដាក់សៀលការពារគាត់តន់សម្រាប់ Reagan ពេលមកនៅក្បែរអញ្ចឹងគាត់ក្លាហានណាស់នៅពេលនោះគាត់បានប្រើក្បាច់ពិសេសរបស់គាត់ច្បាមបើម្ដាយហើយដាល់មេធំនោះម្ដាយចង់បញ្ចប់មាត់នៅក្នុងខ្សែរឿងនេះយើងតែងតែអួតពីក្បាច់ពិសេសរបស់ Reagan ប៉ុន្តែគ្មានក្បាច់របស់ Reagan ណាមួយអាចធ្វើអីខ្មោចបាននោះទេអ្នកដែលចាប់ការមេធំបាននៅពេលនោះគឺមកចំណែក Reagan បានត្រឹមតែសម្ដែងជួទូមើលតែគាត់នឹងខ្លាំងណាស់បន្ទាប់មកមេធំនោះបានបោមកកុំឲ្យរំលាយគាត់ដោយសារតែគាត់ធ្វើតាមការបង្ខំរបស់គេតែប៉ុណ្ណោះមេធំនោះប្រាប់ថាអ្នកដែលបញ្ជាគាត់គឺប្រឡងវិស័យមួយទៀតដែលនៅផ្លូវខាងមុខហើយប្រឡងវិស័យនោះសាហាវណាស់វាគ្រប់គ្រងតំបន់នឹងជា100ឆ្នាំមកហើយលុយអញ្ចឹងមកក៏ដើរចូលទៅខាងក្នុងបន្តទៀតដើម្បីរកមើលចំណែកមេធំក៏មានការព្រួយបារម្ភពីមកផងដែរគាត់បានប្រាប់ឲ្យ Reagan ហៅមកត្រឡប់មកវិញប៉ុន្តែមកអត់ស្ដាប់នៅពេលនេះស្រាប់តែមានវិស័យមួយយ៉ាងធំបង្ហាញខ្លួនហើយស្ទុះទៅខាងតបាក់មកលើកចូលទៅក្នុងទូបានឃើញជើ Reagan ខំតែមានការព្រួយបារម្ភតែពិតមកអត់អីនោះទេគាត់បានប្រាថ្នាពលផ្លូវយេរបស់គាត់រំលាយប្រឡងវិស័យនោះបានយ៉ាងផុយក្រោយពីចៅរឿងរ៉ាវមេធំនិងប៉ាពួករបស់គាត់បានអរគុណមកដែលបានដល់លេខគូគាត់ឲ្យមានសេរីភាពទៅចាប់ជាថ្មីបាន
ប្រហែលហើយក្រោយមកនៅសាលារៀនមានក្លឹបមួយបានបបួលមកឲ្យចូលរួមជាសមាជិកក្រុមរបស់ពួកគេការងាររបស់ក្លឹបមួយហ្នឹងគឺសិក្សាស្រាវជ្រាវអំពី UFO ហើយនិងពួក alien ហើយមូលហេតុដែលគេបបួលមកចូលរួមគឺដោយសារតែក្លឹបហ្នឹងខ្វះសមាជិកម្នាក់ទៀតបើសិនជាមានសមាជិកអត់គ្រប់ទេគេនឹងដកហូតបន្ទប់មួយហ្នឹងទុកឲ្យក្លឹបផ្សេងទៀតប្រើដល់ពេលហ្នឹងមកមានចិត្តស្ទាក់ស្ទើរដោយសារតែគាត់ដឹងថាក្លឹបហ្នឹងអត់បានកាយទេបើជុំគ្នាលេងតែហ្គេមតែប៉ុណ្ណោះខណៈពេលនោះអនុប្រធានក្រុមរក្សាសិស្សបានបកគលបន្ទប់នោះឲ្យក្លឹបសិស្សមួយក្រុមទៀតដែលធ្វើការងារផ្នែកខាងកីឡាហាត់គីបរានកាយសម្បទាហើយនៅពេលដែលមកឃើញពួកគេមានសៃដុំធំធំអញ្ចឹងគាត់ក៏សុំគេចូលរួមជាសមាជិកក្លឹបផងដែរបបចាំបានថាកាយវិទូគាត់ធ្លាប់បង្ហាញសមត្ថភាពពិសេសរបស់គាត់ឲ្យសបូមីមើលតែសបូមីដល់ចាប់អារម្មណ៍ទេនាងនៅចាប់អារម្មណ៍អ្នកកីឡាដែលមានកាយសម្បទាមកមួនជាងអញ្ចឹងហើយទៅមកចង់ធ្វើរាងកាយរបស់គាត់ខ្លាំងអានទៅសុំស្នាពីសបូមីប៉ុន្តែទោះបីជាមកខំប្រឹងហាត់លត់ដំយ៉ាងណាក៏ដោយក៏រាងកាយរបស់គាត់មិនដំណើរផលសោះគួរឲ្យសង្ឃឹមណាស់លញីថេមួយនៅពេលដែលមកធ្វើដំណើរពីសាលាត្រឡប់ទៅផ្ទះវិញមាននារីពាក់ស្រោមមកញញឹមម្នាក់ឃើញមកមិនសូវសប្បាយចិត្តក៏មកស្ទាក់ផ្លូវគាត់ហើយវល់គាត់ទៅកន្លែងមួយទីនោះគឺជាសមាគមសាសនាដែលមានឈ្មោះថា LOL ហើយមកទៅសមាគមមួយនោះមានមនុស្សគាំទ្រយ៉ាងច្រើនបន្ទាប់មកគេបានអញ្ជើញមកហើយនឹងអ្នកថ្មីពីរនាក់ទៀតឡើងទៅលើឆាតម្នាក់នៅក្នុងចំណោមនោះគឺសិស្សស្រីម្នាក់ឈ្មោះអ៊ីឈីរៀននៅសាលាជួយគ្នាជាមួយមកបន្ទាប់មកប្រធានសមាគមឈ្មោះ Dimpol បានទៅដល់ប្រធានសមាគមម្នាក់ហ្នឹងដូចជាមានប្រជាប្រិយណាស់គ្រាន់តែឃើញមុខគាត់គេនាំគ្នាសើចកិលឌីមផលធានាថាអ្នកដែលបានមកជួបគាត់នឹងក្លាយទៅជាមនុស្សសប្បាយចិត្តឥតមានទុកព្រួយនិយាយហើយគាត់ក៏បានប្រាប់ឲ្យគេយកស្រាមុខយ៉ាងញឹមទៅពាក់ឲ្យម៉មនឹងអ្នកជួលថ្មីវ័យចំណាស់ម្នាក់ទៀតចំណែកអ៊ីឈីវិញអ្នកប្រមពាក់ស្រាមុខនោះទេដោយសារតែគោលបំណងរបស់នាងមកកន្លែងហ្នឹងគឺដើម្បីយកការតែប៉ុណ្ណោះនាងចង់ដឹងថាឌីមផលប្រើវិធីអីទៅសមាគមរបស់គាត់រីចម្រើនបានយ៉ាងឆាប់រហ័សក្នុងរយៈពេលយ៉ាងខ្លីនៅពេលនោះឌីមផលបានប្រាប់ឲ្យគេដកស្រាមុខចេញពីបរិវ័យចំណាស់ហើយឃើញថាគាត់ពិតជាសាច់លេងយ៉ាងសប្បាយចិត្តឃើញសភាពមិនស្រួលអ៊ីឈីក៏យកលេសសុំត្រឡប់ទៅវិញតែឌីមផលប្រាប់ថាតើអ៊ីឈីសើចសិនទើបអាចត្រឡប់ទៅវិញបាននិយាយហើយគាត់ក៏ឲ្យគេយកស្រាមុខមកពាក់ឲ្យនាងម្នាក់ទៀតបន្ទាប់ពីបានពាក់ស្រាមុខនោះហើយអ៊ីឈីមានអារម្មណ៍ថាដូចជាសប្បាយចិត្តខុសពីធម្មតាប៉ុន្តែក្រោយមកនាងមានអារម្មណ៍ថាមិនអាចគ្រប់គ្រងខ្លួនឯងបានសោះនិយាយពីមកវិញគាត់បានលើកដៃហើយសុំឌីមផលត្រឡប់ទៅវិញឌីមផលមានការភ្ញាក់ផ្អើលណាស់នៅពេលដែលឃើញមកបាត់ត្រូវសណ្ដំរបស់គាត់ប៉ុន្តែក៏មិនទាន់អស់ស្មៀតទេគាត់បានអបូមកលេងហ្គេមមួយយ៉ាងរបស់គាត់នឹងប្លែកណាស់តម្រូវឲ្យបេក្ខជនវាមដល់គោហើយតបស្នាចបាននរណាសើចមួយនៅនឹងចាញ់អ៊ីឈីដឹងថានឹងគឺជាអន្ទាក់ទេញីអនយល់សោះថាហេតុអីបានយមប់យល់ព្រមលេងតាមពិតទេដោយសារតែមកជួយចិត្តផឹកដោះគោបន្ទាប់ពីការប្រកួតពីរគូឃើញថាមកគឺជាអ្នកឈ្នះទោះជាយ៉ាងណាឌីមផលមិនអនុញ្ញាតឲ្យមកទៅណាបានជាដាច់ខាតវាគឺជាគោលការណ៍របស់សមាគមគាត់បើសិនជានរណាគេមិនព្រមជួបក្រុមជាមួយគាត់ទេគាត់នៅសំណត់តែនោះចោលតែប៉ុន្តែឌីមផលនឹងមិនមែនជាមនុស្សទេគាត់គឺជាបល្ល័ង្កខ្មោចដ៏ខ្លាំងមួយហើយថៃនេះក៏សួយឲ្យដែលមកប៉ះជាមួយមកការវិនិយោគនៅពេលហ្នឹងឌីមផលមិនអាចធ្វើអីមកបានទេលោកដៃដាច់ដៃលោកជើងដាច់ជើងចឹងហ្មងចុងក្រោយឌីមផលបានប្រើស៊ុប៊ឺរបស់គាត់មួយបាញ់ចោលមកពេញលំហឹងតែនៅតែមិនអាចធ្វើអីមកបានសូម្បីតែបន្តិចដល់ពេលមកវិញគាត់ប្រើម្រាមដៃតែពីរតែប៉ុណ្ណោះក៏អាចកំចាត់ឌីមផលបានហើយបន្ទាប់មកស្អែកឡើងពេលមកងើបពីនេះគាត់បានឃើញបល្ល័ង្កខ្មោចមួយនៅក្បែរគាត់ក៏ចាប់បោកពីបិភូដើម្បីឲ្យដឹងថាគាត់មិនមែនយកសោតនោះទេបល្ល័ង្កខ្មោចនោះគឺឌីមផលដែលប្រយុទ្ធជាមួយនឹងមកកាលពីម្សិលមិញហើយគាត់មកនឹងគឺដើម្បីបបួលមកធ្វើការជាមួយគាត់ឌីមផលប្រាប់ថាបំឡងប្រាថ្នារបស់គាត់គឺចង់ខ្លាយទៅជាព្រះដែលមានគេគ្រប់ច្រាងប៉ុន្តែមកបាត់ចាប់អារម្មណ៍ទេហើយថានទាំងចង់រំលាយឌីមផលចាទៀតផងហើយដោយសារតែឌីមផលមកពេកមកជាទុនក៏ប្រាប់ថាចាំសួរគ្រូគាត់សិនចាប់ពីថេនោះមកឌីមផលបានហោះតាមខ្លួនមករហូតហើយមកក៏មិនថាយដែរឲ្យគាត់មិនធ្វើអីប្រេះដែរសូមបញ្ជាក់ថាភ្នែកមនុស្សធម្មតាមើលអត់ឃើញឌីមផលនោះឡើយកាត់ទៅមើលអពាក់រៃgầnបន្តិចតែនេះមានអតិថិជនម្នាក់បានមកជួបគាត់ហើយប្រាប់ថាគាត់មានអាការៈដូចជារយស្មាហើយនឹងជាប់ខ្នងជាប់ចង្កេះមួយរយៈហ្នឹងលុយចឹងពេលរៃgầnក៏និយាយថាអូលោកឯងត្រូវបណ្ដាសាហើយចាំខ្ញុំជួយចាត់ការវាឲ្យនិយាយបណ្ដារៃgầnតបស្នើអតិថិជនរបស់គាត់បណ្ដាហើយមកសាឲ្យឡើងមកស្រួលខ្លួនពេលរួចរាល់គាត់គិតលុយពីអតិថិជនខ្លាយកប់តែតាមពិតទៅគាត់គ្រាន់តែមកសាយគេធម្មតាតែប៉ុណ្ណោះជំនាញរកលុយមួយទៀតរបស់ Reagan គឺជំនាញកាត់ត Photoshop ឲ្យតែមានអតិថិជនយករូបថតដែលថតជាប់បល្ល័ង្កខ្មោចនៅពីក្រោយគឺគាត់អាចកម្ចាត់បល្ល័ង្កខ្មោចនោះចេញពីរូបថតបានយ៉ាងស័ក្តិសិទ្ធិបន្ទាប់មកបាននាំ Dimpol ទៅក្រុមហ៊ុនរបស់ Reagan មកអួតប្រាប់ Dimpol ថា Reagan គ្រូរបស់គាត់ខ្លាំងពូកែណាស់ប៉ុន្តែ Dimpol មើលដឹងថា Reagan អត់មានថាមពលចិត្តសោះប្រហែលជាមនុស្សបោកប្រាស់តែប៉ុណ្ណោះពេលនេះ Dimpol ដឹងឲ្យថាមករមុំណាស់ងាយស្រួលឲ្យគេបោកប្រាស់ហើយគាត់ក៏មានគំនិតចង់បោកប្រាស់មកដើម្បីត្រាផងដែរនិយាយពីមកគាត់ទៅកាន់ទីនោះគឺដើម្បីសួរ Reagan ថាគួរតែធ្វើម៉េចជាមួយ Dimpol ឥឡូវ Dimpol ហោះតាមគាត់រហូតអញ្ចឹងប៉ុន្តែ Reagan មើលឃើញ Dimpol ទេគាត់ថាប្រហែលជា Dimpol នឹងមានថាពលបល្ល័ង្កតិចពេកទើបគាត់មើលឃើញយ៉ាហើយមួយនេះបកកែដល់សារម៉េះ Reagan ប្រាប់មកទៀតថាបល្ល័ង្កកំពេចកំប៉ុងអញ្ចឹងមកចង់ចាត់ការវាមិនក៏បានដែរបើសូវយោបល់គាត់ទេដល់ពេលអញ្ចឹងមកក៏សម្រេចចិត្តថាទុកជីវិតឲ្យ Dimpol ឲ្យតែ Dimpol អត់ធ្វើអីប្រេះផ្ដាស់បន្ទាប់មកសាយរឿងបានកាត់ទៅមើលអ៊ីឈីនេះបានស្កាត់តែជួរេស៊ូដែលជាប្អូនប្រុសរបស់មកហើយប្រាប់ថានេះមានរឿងចង់ប្រាប់រឿងដែលនេះចង់ប្រាប់គឺតាក់ទងជាមួយនឹងព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីម្សិលមិញហើយរីស៊ូក៏ភ្ញាក់ផ្អើលដែរគាត់ដឹងយូរហើយថាមកជាប្រើអំណាចចិត្តតែនៅក្នុងរឿងនេះគេហៅថា Psychic Power រីស៊ូប្រាប់ថាធម្មតាមកលាក់មិនងាយប្រើអំណាចចិត្តរបស់គាត់ឲ្យអ្នកដទៃបានឃើញនោះទេដល់ពេលនោះអ៊ីឈីប្រាប់ថាបន្ទាប់ពីហេតុការណ៍ដែលបានកើតឡើងកាលពីម្សិលមិញវាមនុស្សច្រើនណាស់ដឹងថាមកមានសមត្ថភាពពិសេសឲ្យប្រើអំណាចចិត្តបានហើយនៅពេលនេះពួកគេកំពុងតែស្វែងរកមកដើម្បីធ្វើជាមេដឹកនាំសាសនាឲ្យពួកគេបានន័យថាឥឡូវមកចាប់ផ្ដើមល្បីកាន់តែខ្លាំងហើយ
ពេលលុយជាងរីស៊ូក៏តម្លាក់ទឹកមកហើយដែរចេញពីទីនោះបានតាមពិតទៅរីស៊ូផ្ទុយពីម៉បគាត់រៀនបកកែហើយសុខភាពរាងកាយក៏មានកម្លាំងខ្លាំងជាងម៉បផងដែរប៉ុន្តែគាត់ចំណែនម៉បដែលជាប្រើអំណាចចិត្តតាំងពីកំណើតនៅថ្ងៃម៉ូតូរីស៊ូបានសុំដើរទៅសាលារៀនជាមួយម៉បដែលជាធម្មតារីស៊ូតែទៅមុនរីស៊ូចង់សួរម៉បថាហេតុអីបានជាម៉បមិនប្រើអំណាចចិត្តធ្វើការងារតែម្ដងទៅហើយម៉បក៏តវិញថាការងាររស់នៅឯកាន់ថ្ងៃអត់មានការងារអីត្រូវការប្រើអំណាចចិត្តផងណាមួយអំណាចចិត្តមិនអាចជួយយើងបានគ្រប់យ៉ាងនោះទេជាស្ដែងអំណាចចិត្តមិនអាចជួយគាត់នឹងសៃដុំធំបានទេហើយក៏មិនអាចជួយគាត់រៀនបកកែនិងឆ្លាតដូចរីស៊ូបានដែរអ្វីនៅតែពឹងលើការខំប្រឹងវឹកហាត់រៀនសូត្រដដែលទោះបីជាគាត់គេប្រើអំណាចចិត្តក៏ដោយបន្តមកសេរីបានកាត់ទៅមើលចំនួនឆ្លោះតតែងរវាងក្រុមបងធំនៅសាលារបស់ម៉បដែលមានឯកស្ថានពណ៌ខៀវប៉ះគ្នាជាមួយនៅសាលាផ្សេងដែលមានឯកស្ថានពណ៌ស្វាយហើយនៅក្នុងចំនួននោះក្រុមបងធំពីការសាលារបស់ម៉បដឹកនាំដោយក្មេងតំណឹងម្នាក់ឈ្មោះ Tenga ត្រូវបានមេបងធំនៅសាលាអាវពណ៌ស្វាយឈ្មោះថា Tharu វាយឡើងទួសាច់ដើម្បីសរសេរ Tenga បានទៅជួបជាមួយនឹង Goda ដែលជាមេក្រុមក្លឹបអ្នកហាត់ចម្រើនកាយសម្បទាឲ្យជួយទៅបដៅគ្នារបស់ Tharu ចោលប៉ុន្តែ Goda បានបដិសេធដោយសារតែការហាត់ប្រាណរបស់ពួកគាត់គឺដើម្បីសុខភាពមិនមែនយកទៅវាយគ្នានោះទេនៅពេលដែល Goda ប្រើសន្និធួនដាក់ពួកគេអញ្ចឹងកូនចៅងាយយ៉ាងម្នាក់របស់ Tenga ខឹងក៏ស្ទុះជួទេហើយត្រូវបាន Goda ចាប់ក្បាលលើផុតដីប្រើតែដៃម្ខាងតែប៉ុណ្ណោះពេលឃើញក្រុមរបស់ Goda ខ្លាំងអញ្ចឹង Tenga ច្បាស់ណាស់ថាក្រុម Goda អាចវាយឈ្នះក្រុមរបស់ Tharu មែនហើយគាត់ក៏ចាប់អារម្មណ៍ផងដែរថាក្រុមរបស់ Goda មានសមាជិកម្នាក់ដែលមានមាឌទៅជាងគេគឺ Mob បន្តមក Tenga ហើយនៅប៉ាពួករបស់គាត់បានជួបប្រជុំគ្នាដើម្បីរៀបចំផែនការធ្វើម៉េចរុញក្រុមរបស់ Goda ឲ្យទៅប៉ះគ្នាជាមួយនឹងក្រុមរបស់ Tharuជំនាញទី1របស់ពួកគេគឺដែលសេសបស្នេហាមួយច្បាប់ហៀតឲ្យម៉បហើយណាត់ម៉បទៅជួបគ្នានៅសួនកំសាន្តក្រោយតែឃើញខ្លឹមសារហើយនៅអក្សរនៅលើសបត់នោះ Dimple ដឹងថាសបត់នោះមនុស្សប្រុសជាអ្នកសេមិនដែលមនុស្សស្រីសរសេរទេប៉ុន្តែមកជា Dimple ទេគាត់គិតថាមានមនុស្សស្រីលួចស្រឡាញ់គាត់មែនដល់ពេលអញ្ចឹងគាត់ក៏ទៅតាមការណាត់ហើយអ្នកដែលបានទៅជួបគាត់នៅពេលនោះគឺក្រុមបងធំដែលមានឯកស្ថានអាពណ៌ស្វាយមូលហេតុដែលក្រុមអាយស្វាយទៅកន្លែងហ្នឹងគឺដោយសារតែ Tenga បានទៅសេសបត់ពពុះពួកគេទៅវាយគ្នានៅកន្លែងនោះក្នុងពេលជាមួយគ្នា Tenga ក៏បានទៅសេសបត់មួយទៀតឲ្យ Goda ប្រាប់ថាម៉បត្រូវបានក្រុមអាយស្វាយចាប់ខ្លួនហើយតាមទៅមកវិញគាត់ពិតជាត្រូវបានក្រុមអាយស្វាយចាប់ខ្លួនយកទៅពិតមែននៅក្នុងស្ថានភាពបែបហ្នឹង Dimple បានឲ្យយោបល់ម៉បថាប្រើអំណាចចិត្តចាត់ការពួកគេចោលទេហើយម៉បបន្តវិញថាអត់ទេគ្រូរបស់គាត់បានហាមមិនឲ្យប្រើអំណាចចិត្តទៅធ្វើឲ្យមនុស្សនោះទេបន្តមកមានសមាជិកក្រុមអាយស្វាយម្នាក់រត់មកប្រាប់ថាមានស្ទើវាយលុកហើយអ្នកដែលបានទៅអប់រំក្រុមពួកគេនឹងគ្មាននរណាផ្សេងទេក្រៅពីក្រុមរបស់ Goda បន្ទាប់ពីបានមកក្រាបក្រុមអាយស្វាយឲ្យជាច្រើនអ្នក Goda បានហៅមកឲ្យត្រឡប់ទៅវិញជាមួយគាត់ប៉ុន្តែកន្លែងនោះមិនមែនចង់មកក៏មកចង់ទៅក៏ទៅស្រួលៗណាក្រុមអាយស្វាយក៏សម្រុកចូលទៅប្រយុទ្ធគ្នាជាមួយនឹងក្រុមរបស់ Godaការប្រយុទ្ធគ្នានៅពេលហ្នឹងក្រុមអាយស្វាយមិនអាចទៅរួចជាមួយនឹងក្រុមរបស់ Goda ឡើយហើយក្រោយមកបន្តិចមេធំរបស់ក្រុមអាយស្វាយឈ្មោះ Tharu បានទៅដល់ Tharu នោះសម្ដីឆ្លើយណាស់ដាវដាលាកូនចៅគាត់បដាសិតតែថាពួកអសន្រាមស៊ីបាយអស់ទាំងកបន្តមកក៏មកស្ទូវត្តទៅដល់កូនចៅគាត់ម្នាក់ដែលជាមេក្រុមដើម្បីពមៀនចេញម្ដងនៅពេលហ្នឹង Goda ចង់មានរឿងវែងចែកទៅឲ្យគ្នាគ្នារបស់គាត់ទៅវិញតែ Tharu មិនអនុញ្ញាតឲ្យទៅជាដាច់ខាតនៅពេលនោះ Tenga ក៏បានទៅដល់ទីនោះផងដែរហើយការប្រយុទ្ធក៏បានចាប់ផ្ដើមនៅពេលហ្នឹង Tenga បានឆ្ពោះទៅវាយ Tharu ពីក្រោយប៉ុន្តែវាយអត់ដល់សោះដោយសារតែ Tharu ជាបកាសៀលការពារខ្លួនហើយនៅពេលដែល Tharu យាយដៃទាវិញ Tenga បានគេចផុតប៉ុន្តែក្រោយមកក៏នៅតែត្រូវរបួសដដែលក្រោយមកនៅពេលដែល Tharu គិតថាគាត់ចាត់ការស្ត្រូវនៅជុំវិញខ្លួនអស់ហើយនៅពេលដែលគាត់បែរក្រោយស្រាប់តែភ្ញាក់ព្រឺតព្រោះនៅសល់មកម្នាក់ទៀតមកដឹងថា Tharu ក៏ជាប្រើអំណាចចិត្តដូចគាត់ដែរហើយគាត់ក៏បាននិយាយដល់ Tharu ថាមិនគួរប្រើអំណាចចិត្តទៅធ្វើបាបមនុស្សនោះទេនៅពេលដែលបានឃើញមកដែលជាប្រើអំណាចចិត្តដូចគាត់អញ្ចឹង Tharu វាអារម្មណ៍ថាភ្ញាក់ផ្អើលណាស់ដោយសារតែកន្លងមកក៏ស្មានតែមានតែគាត់ទេដែលជាប្រើអំណាចចិត្តប៉ុន្តែរឿងនេះសុំទុំម្លាយសិនពេលនេះ Tharu ចង់ធ្វើមកដឹងថាគាត់ខ្លាំងជាងមកបន្តមក Tharu បានស្ទូវត្តទៅវាយប្រហារមកតែមកអត់បានអង្គើយបន្តិចមកសួរ Tharu ថាហេតុអីបាននិយាយវាយប្រហារគាត់អញ្ចឹងគាត់ធ្វើអីខុសមកយើងចាប់ដៃគ្នាហៅបាននេះទៅកំលុះនេះអី Dimple មួយដឹងថា Tharu ធ្លាប់គិតថាខ្លួនឯងជាត្រីធំនៅក្នុងបឹងមួយហើយពេលឃើញមានត្រីធំមួយទៀតអញ្ចឹងគាត់ចាប់ផ្ដើមមានចិនទាសាខ្លាចគេខ្លាំងជាងគាត់នៅពេលនោះ Dimple មិនប្រាប់ឲ្យមកតដៃទៅដើម្បីបដា Tharu ចេញម្ដងតែមកនៅតែក្របតាមពាក្យទូមានរបស់ Regan ដែលប្រាប់ថាមនុស្សកើតមកមានដងពិសេសផ្សេងៗគ្នានៅខ្លះប្រការខាងមហាសាសខ្លះទៀតប្រការខាងគណិតវិទ្យាដែលខ្លះច្រៀងពីរោះនៅខ្លះរត់លឿនអញ្ចឹងទៅនិយាយទៅសិតតែមានចំណុចខ្លាំងមួយបែបម្នាក់សំខាន់អាស្រ័យទៅលើអ្នកប្រើវាប្រៀបដូចជាកំបិតមួយអញ្ចឹងតើគួរតែយកទៅសម្រាប់មនុស្សឬក៏យកទៅប្រើការងារផ្សេងអញ្ចឹងហើយទៅមកសម្ដេចចិត្តថាមិនប្រើថាពលចិត្តរបស់គាត់ទៅធ្វើបាបមនុស្សជាដាច់ខាតឬមកនិយាយចឹង Tharu បានចិត្តក៏ស្ទុះទៅវាយប្រហារមកប្រាយចំពោះ Tharu គាត់គិតថាការគេប្រើអំណាចចិត្តធ្វើគាត់ខ្លាចតែជាមនុស្សដែលពិសេសជាងគេអញ្ចឹងហើយគ្មានផ្លូវអីដែលគាត់ត្រូវទៅរស់នៅស្មើមនុស្សដទៃនោះទេគាត់តែប្រើសមត្ថភាពពិសេសរបស់គាត់ទៅគ្រប់គ្រងគេអញ្ចឹងហើយ
នៅពេលដែលឃើញមកបាត់ប្រំតដៃជាមួយនឹង Theru អញ្ចឹង Dimple ក៏ចូលទៅខាត់គាត់បង្រួច Theru ថាស្មើគ្នាទៅអីវាយមនុស្សអត់តដៃអញ្ចឹងមានគេទៅយល់អីប៉ុន្តែ Theru អត់ព្រមស្មើដល់ពេលអញ្ចឹង Dimple ក៏បានប្រាកាយទៅជាវិស័យដែលមានមេធំដើម្បីគំរាម Theru តែត្រូវបាន Theru ប្រើរលកចិត្តរំលាយគាត់ចោលបាត់ឃើញជាមកក៏មានអារម្មណ៍ថារំជួយចិត្តខ្លះៗដែរប៉ុន្មានថា Dimple គឺជាបល្លឹងខ្មោចប៉ុន្តែមករយៈចុងក្រោយនេះមកក៏បានរាប់អាន Dimple ដូចជាមិត្តភក្តិរបស់គាត់ម្នាក់ផងដែរបន្ទាប់មកនៅពេលដែលមកអត់ព្រមតដៃជាមួយគាត់អញ្ចឹងធ្វើឲ្យ Theru កាន់តែខឹងខ្លាំងហើយបន្តវាយប្រហារទៅលើមកអត់មានដកដៃឡើយ Jo, these flowers are yours. ក្រោយពេលរួចមកទៅដល់បន្ទប់មួយ Theru បានដកកូនកុំបីជាច្រើនជាងវិថតតបខ្ញុំទៅកែនមកដើម្បីមកខំឲ្យមកតដៃជាមួយគាត់តែមកនៅតែគាត់ថាកុំលេងជាមួយកបិតយ៉ាគូធ្នាក់ហើយនៅពេលដែល Theru អត់ស្ដាប់រឿងកូនកបិតទៅកាន់មកក៏រងចៃដននឹងកូនកបិតមួយលនទៅកាត់សាក់របស់ Theru ឡើងទៅពេកក្បាលបណ្ដាឲ្យ Theru កាន់តែខឹងខ្លាំងថែមមកកម្រិតទៀតនៅពេលហ្នឹងគាត់មកដកកបិតករបស់គាត់មកធ្វើជាដាហើយលើទៅកាប់មកបន្តទៀតតែនៅតែដដែលមកបតដៃជាមួយគាត់ទេបានត្រឹមតែទប់បន្តមកទៀត Theru បានសួរមកម្ដងទៀតថាហេតុអីបានយកតដៃជាមួយគាត់ហើយមកក៏តវិញថាដោយសារតែខ្លាច Theru នឹងមានរបួសដោយសារតែគាត់មកហាក់ដូចជាយល់ចិត្តរបស់ Theru គាត់ដឹងថា Theru នឹងខ្លាចតែត្រីណាមួយបាត់មកអំណាចចិត្តទៅគាត់នឹងខ្លាចទៅជាមនុស្សម្នាក់ដែលអត់បានការមកក៏ឆ្លប់តែអញ្ចឹងដែរអញ្ចឹងហើយទៅគាត់ជួយចិត្តប៉ុនអំណាចចិត្តច្រើនពេកហើយចង់មកខាត់ជំនាញផ្សេងឲ្យដូចមនុស្សធម្មតានៅពេលដែលមកនិយាយកាក់ចំអញ្ចឹង Theru ដឹងថាមកនិយាយត្រូវតែគាត់អត់ព្រមទទួលយកនៅពេលនោះគាត់បិទជប់ប្រើអំណាចចិត្តហើយប្រើអំណាចធម្មតាទៅច្បាច់ករបស់មកបង្ខំឲ្យមកតដៃជាមួយគាត់ហើយដើម្បី Theru អស់ចិត្តមកបញ្ចូលណៃទៅវាយ Theru អប៉ែអញ្ចឹងទៅដើម្បីកុំឲ្យ Theru មកខំគាត់ទៀតនៅពេលដែលមកមានអារម្មណ៍ថាតានតឹងអញ្ចឹងគឺគ្រោះថ្នាក់ណាស់ព្រោះភាគរយអំណាចចិត្តរបស់គាត់កាន់តែកើនឡើងហើយនៅពេលដែលភាគរយនោះឡើងដល់ 100% មកមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេនៅទីបំផុត Theru បានយកព្រមដល់លេងមកប៉ុន្តែយឺតពេលបន្តិចហើយដោយសារតែនៅពេលនេះភាគរយអំណាចចិត្តរបស់មកបានឡើងដល់ 100% ទៅពេលនោះ Theru មួយដឹងថាមកអត់ដឹងខ្លួននោះទេរាជធម្មពលរបស់គាត់ធ្វើឲ្យ Theru ព្រមជាស់ចាញ់ហើយស្បត់ថាចាប់ពីថ្ងៃនេះតទៅគាត់ជប់ប្រើអំណាចចិត្តទៅធ្វើបាបមនុស្សទៀតហើយក្រោយហេតុការណ៍នោះបានកើតឡើងមកព្យាចិត្តខ្លាំងណាស់ដែលមិនអាចគ្រប់គ្រងខ្លួនឯងបានកាលពីមុនរឿងនឹងធ្លាប់កើតឡើងម្ដងហើយនៅពេលដែលគាត់ហើយនៅប្អូនប្រុសរបស់គាត់ត្រូវបានជឿនពានមកក្រុមបូលីកាលនោះគាត់ចាំថាមានរឿងអីកើតឡើងខ្លាំងនោះទេគ្រាន់តែដឹងថាជឿនពានទាំងអស់ហើយនៅប្អូនប្រុសរបស់គាត់សូវតែត្រូវរបូតធ្ងន់អញ្ចឹងហើយទៅមកខំប្រឹងទប់ណាស់មិនចង់ប្រើអំណាចចិត្តរបស់គាត់ព្រៃផ្ដាស់ក្រោយពីចាប់រឿងរ៉ាវកូនចៅរបស់ Theru ឃើញ Theru អស់សម្លៀកពាក់ហើយនៅតែពេលអបសក់អញ្ចឹងពួកគេដឹងថាមកខ្លាំងហើយខ្លាចមកខ្លាំងណាស់ជាមួយ Theru វិញក៏បានភ័យអាឡឹកដឹងដែរថាពីមុនគឺគាត់ខុសចាប់ពីថ្ងៃនេះតទៅគាត់លែងប្រកាន់គំនិតថាគាត់គឺជាមនុស្សអស្ចារ្យអីទៀតហើយសម្រាប់រឿងនេះផងណាខ្ញុំសូមស្លាយត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាជួយចិត្តសូមកុំភ្លេចជួយចុច like ហើយនិង comment ពាក្យល្អៗម្នាក់មួយហើយបើសិនជាមិនទាន់មក subscribe channel មនោចរណៃទេក៏សូមជួយ subscribe ម្នាក់មួយរួចចុចរូបកណ្ដឹងយក all ថងសូមអរគុណហើយនៅសូមជូនពរអ្នកទាំងអស់គ្នានៅក្រុមគ្រួសារឲ្យមានសុខភាពល្អនៅអនាគតបវររុងរឿង